កងកម្លាំងកម្ពុជាមិនបានបង្កហេតុណាមួយដែលរំលោភបំពាននៅលើបទជប់បាញ់ដោយការលើកឡើងរបស់ភាគីថៃនោះឡើយក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅព្រឹកថ្ងៃទី25ខែកញ្ញាឆ្នាំ2025មីងភេទផ្លូវការរបស់កងទ័ពជើងគោកថៃនិងសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធាភូមិភាគទី2ដោយលើសំឡេងកំភ្លើងសំឡេងគ្រាប់បែកផ្ទុះរកឃើញការលបលួចចូលចិត្តបន្លាលួសការបាញ់ដើម្បីពិនិត្យមើលតាមរយៈចម្ងាយ លោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបំភ្លឺថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពាននៅលើកិច្ចព្រមព្រៀងបទជប់បាញ់ដោយការលើកឡើងរបស់ភាគីថៃនោះឡើយលោកស្រីបានបន្តថាកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនូវការបដិញ្ញាចិត្តយ៉ាងពេញលេញចំពោះការគោរពនិងការអនុវត្តនូវកិច្ចព្រមព្រៀងនៃបទជប់បាញ់រវាងយោធាកម្ពុជានិងយោធាថៃបានយ៉ាងម៉ឺម៉ាត់និងខ្ជាប់ខ្ជួនជាទីបំផុត ជាមួយនឹងស្មារតីនៃការបដិញ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិតកម្ពុជាតែងតែរក្សានូវកិច្ចសហការល្អៗជាមួយគ្នាក្នុងនោះផងដែរក្រុមទំនាក់ទំនងរវាងកម្ពុជានិងថៃនៅជួរមុខគឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំតាមរយៈការផ្តល់ព័ត៌មានឬការបញ្ជាក់គ្នាទៅវិញទៅមកដើម្បីជៀសវាងការភ័ន្តច្រឡំឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់